ខ្ញុំសូមធ្វើការចែករំលែកបន្តិចទៀតផងដែរថាតើកម្ពុជាគួរភ័យបារម្ភដល់កម្រិតណាចាតើផលប៉ះពាល់ដោយប្រយោលហើយនឹងដោយផ្ទាល់នេះមកលើប្រជាពលរដ្ឋរបស់យើងនឹងមានដល់កម្រិតណាខ្ញុំសូមធ្វើការចាប់អារម្មណ៍នៅកន្លែងនេះផងដែរថាជាការបិទដល់ពេលដែលតម្លើងនៅបន្ទាត់ពន្ធគយតម្លើងនៅអត្រាពន្ធនៅលើផលិតផលនៃការនាំចេញទៅនោះអ្នកដែលថាផលិតផលតែការណាថែមពន្ធគឺមានន័យថាផលិតផលនឹងឡើងថ្លៃចាហើយវានឹងឡើងថ្លៃនៅប្រទេសដែលជាប្រទេសគោលដៅប្រទេសដែលប្រទេសនាំចូលចាដូច្នេះការតម្លើងពន្ធបន្ថែមគឺមានន័យថាគឺប្រជាជននៅសហរដ្ឋអាមេរិកដែលលោកជាអ្នកបញ្ជាទិញនៅផលិតផលពីកម្ពុជានោះគឺលោកគឺជាអ្នកដែលផលប៉ះពាល់ដំបូងនៅទីនោះដំបូងចាហើយផលប៉ះពាល់បន្ទាប់ប៉ុណ្ណាគឺនៅលើកម្ពុជានៅលើពិសេសអ្នកដែលធ្វើធុរកិច្ចនៅក្នុងឧស្សាហកម្មដែលជាចំណុចសំខាន់យ៉ាងប្រមាណដែលខ្ញុំបានលើកដូចជាវិជ្ជាភ័ណ្ឌដូចជាស្បែកជើងនិងគ្រឿងដំណើរប្រដាប់ធ្វើដំណើរប្រមាណនេះចាដែលខ្ញុំបានលើកឡើងជាដើមហ្នឹងចានៅក្នុងន័យហ្នឹងដើម្បីចង់ជម្រាបបង្ហាញឃើញថាតើប៉ះពាល់ភ្លាមប៉ះពាល់នៅឯណាចាពិតណាស់គឺប៉ះពាល់ទៅអ្នកដែលគ្នាទិញចាប៉ះពាល់អ្នកដែលប្រើប្រាស់ប៉ះពាល់អ្នកដែលបញ្ជាទិញដំបូងចានឹងជាអ្វីដែលខ្ញុំសូមធ្វើការចែករំលែកទៅក្នុង